สวัสดีបងប្អូនបាទថ្ងៃនេះមាន laptop មួយគ្រឿងបាទគឺ HPS បងប្អូនអានេះ model វាគឺ HPS Dell 149440 បាទ touch screen CPU វាគឺជំនាន់ថ្មីបងប្អូនរបស់ Intel ដែរឥឡូវវាចេញ Ultra ហើយ Ultra 7 155H បាទស្ពេចរបស់វាកប់មែនតើបាទទំហំផ្ទុកទិន្នន័យមួយតេបងប្អូន SSD ហើយ RAM វិញគឺក៏កប់ដែរគឺ 32G original VGA 4050 RTX 6G បងប្អូនអើយហើយក្រង់វិញលែងនិយាយបងប្អូនមក 3.2K OLED ច្បាស់ច្បាស់ហើយប្រព័ន្ធប្រតិបត្តិការ Windows 11 Home License បាទអញ្ចឹងគឺអត់មាន laptop notebook ណាធំជាងនេះទៀតទេបាទមើលតាអានេះ adapter Type C មក USB និង HDMI បងប្អូននៅក្នុងកេសភ្ជាប់មកស្រេចបាទមិនពិបាកបងប្អូនទិញក្រៅទេនេះសិភៅ certificate គេហើយប្រអប់វា cute បាទមើលប្រអប់ស្អាតប៉ុណ្ណឹងបងប្អូនមកមើល laptop ផ្ទាល់វិញមិនដឹងពេញចិត្តយ៉ាងណាទេអត់មាន port អីអញ្ញៃទេបងប្អូនមានតែ Type C តែ2ទេដោតសារបានទាំងពីរនឹងខាងឆ្វេងហើយខាងស្ដាំក៏มันមានច្រើនដែរមានតែ port SD card មួយ Type C មួយនិងរំដោតកាសបាទហើយធ្វើមកគឺมันចាញ់ brand Apple ទេបាទមើលប្រអប់ដឹងហើយបងប្អូនឥឡូវយើងមកបើកមើល laptop screen វាតិចខ្ញុំថតអត់សូវច្បាស់ទេបងប្អូនបាទរៀងអត់សូវមានពន្លឺក្រង់បែកភ្នែកហ្មងបាទបងប្អូនក៏លេខទៅមើល keyboard វិញមករៀបស្មើតែម្ដងអត់ដូច laptop ទូទៅអីមើលទៅលក្ខណៈថាមាន port មានអីអានេះគឺត្រង់ភ្លឹងដោយបន្ទាត់វាធ្វើអញ្ចឹងមួយយ៉ាងដែរហើយអា touch bar ខាងលើចិត្តជើង screen នោះគឺ touch screen ហ្មងអត់មានប៊ូតុងទេកន្លែងហ្នឹងគឺកន្លែងពេលដែលយើងចុច function ទៅវា load F1 ដល់ S12 អញ្ចឹងណាបាទបងប្អូនមើល key បាទរៀបមកគេធ្វើមកអត់មានឲ្យបងប្អូនយកគេធ្វើឲ្យយើងមានអារម្មណ៍ថាវាមិនមែនជា key ទេវាបែប touch បាទខាងលើនោះដឹងថា touch អាហ្នឹងប្រើតិចទៀតទៅដឹងថាពិបាកដូរហើយអញ្ចឹងអ្នកប្រើតើតែថ្នមបន្តិច laptop នេះក៏មិនថោកដែរក្នុង website នៅប្រទេសកម្ពុជាគឺ 2000 ជាងបងប្អូនបាទវាមិនថ្លៃទេបងប្អូនបើយើងគិតទៅគុណភាពនៃការផលិតបាទស្ពេចនិងតម្លៃគឺវាទៅតាមហ្នឹងបាទនេះខ្ញុំកំពុងតេស្តណាតេស្តថាច់វាហ្នឹងដើម្បីតេស្តមើលថាតឡើងពលឺតលាក់ពលឺបន្ថយពលឺលើអេក្រង់និងបន្ថយពលឺនៅលើ keyboard ហើយនេះគឺជាងគាត់ set up ឲ្យហើយបាទដាក់កម្មវិធីមក set អត់មានដាក់អីច្រើនទេភ្ញៀវក៏គាត់អត់ដែរប្រើអីច្រើនដែរ laptop តម្លៃប៉ុណ្នេះมันងាយមានភ្ញៀវទិញទេបងប្អូនដោយសារអីគឺវាថ្លៃហើយតើតានេះនិយាយទៅវាទៀតខ្ញុំឲ្យមើលកាមេរ៉ាទៀតបាទតើតានេះខាងធ្វើការចេញប្រជុំច្រើនហ្នឹងកាន់ទៅវាតំណងអញ្ចឹងណាមិនមែនថាយើងកាន់អត់តំណងអីទេបាទនេះយើងមកមើលចំណុចពិសេសរបស់កាមេរ៉ាបាទឃើញវាซูមចូលទេបងប្អូនយើងរេមុខមកស្ដាំវាមកស្ដាំដែរឃើញទេ
nè cái nhé vì auto focus cho mỗi track một giường chẳng nè cho mở khi màu á nè cái nhé bà admin model na thơ bàn chẳng đấy tam đặt nhom lụa computerประมาณ ឆ្នាំ នេះ បាទ អញ្ចឹង spec និងតម្លៃ គឺ ខ្ញុំ បាន ប្រាប់ ហើយ បាទ ហើយ អត់ មាន ច្រើន ទេ សម្រាប់ model មួយ នេះ គឺ បងប្អូន ប្រើ គឺ មិន សូវ មាន អ្នក ឃើញ មាន អ្នក ប្រើ ច្រើន ទេ បាទ ថ្លៃ ណា មួយ ថ្លៃ ហើយ មក យើង ប្រើ model ផ្សេង ដែល spec អីធំជាងនឹងឬក៏ design អីចឹងណាអានេះគឺតម្រូវឲ្យការងារបងប្អូនធម្មតាចង់កាន់ laptop ថ្លៃមើលទៅប្លែកពីគេបាទហើយក្រង់ក៏ច្បាស់អីចឹងមកបានតែបើបងប្អូនយកទៅប្រើការងារធ្ងន់មិន recommend ទេព្រោះវាស្ដើងផងហើយបើយូរម៉ោងខ្លាំងទៅវាអាចក្តៅខ្លាំងជាង series gaming ឬ design អីផ្សេងតែបើយើងប្រើការងាររដ្ឋបាលប្រជុំអីហ្នឹងត្រូវបាទ Zoom អីអែមហីអញ្ចឹងអត់មានអីច្រើនទេគឺសូមបញ្ចប់វីដេអូប៉ុណ្ណឹងរីករាយទស្សនាកតុយវីដេអូបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះបាទជួបខ្ញុំបាទវីដេអូក្រោយបាយបាយ